គាត់គឺមានបញ្ហាញ៉ាំអត់ចេះធាត់ហើយដល់ពេលអញ្ចឹងគាត់សួរថាតើការបរិភោគអាហារពេលយប់ជួយឲ្យគាត់ធាត់ដែរឬទេបាទលើសទម្ងន់ដែរឬទេបងប្អូនពាក្យច្រើនគាត់ថាគាត់ញ៉ាំអីចេះធាត់ហ្នឹងមិនមែនគាត់ញ៉ាំអត់ចេះធាត់ទេគាត់ញ៉ាំខ្វះជីវជាតិនិយាយរួមទៅខ្ញុំឃើញក្មេងច្រើនគាត់ថាគាត់ញ៉ាំច្រើនណាអត់ចេះធាត់តែមើលគាត់ញ៉ាំណាគាត់ញ៉ាំហាក់បីដូចជាមិនមែនញ៉ាំអញ្ចឹងញ៉ាំត្រូវឲ្យមានម្ហូប4ក្រុមពិតប្រកបមានថាសាច់ឲ្យបានពេញលេញសាច់គោសាច់ជ្រូកសាច់មាន់សាច់ត្រីឲ្យពេញលក្ខណៈហើយគាត់ពេញលក្ខណៈគាត់គឺមាន់មកកាផ្លូវកាប់ទូចស្ងោរមួយឆ្នាំងសម្រាប់គ្រួសារអាហ្នឹងគេមិនហៅញ៉ាំទេបាទអាហ្នឹងហាក់បីដូចគ្រាន់តែយករសជាតិឲ្យក្លិនមាន់ទេញ៉ាំដូចខ្លួនខ្ញុំចឹងម្នាក់ឯងចឹងអាយុប៉ិន20ឆ្នាំជាងគឺមាន់មួយញ៉ាំអត់គ្រប់ពេលហ្នឹងគេហៅញ៉ាំមួយពេលអាហ្នឹងបានជីវជាតិសុខភាពល្អចឹងណាបាទសាច់គោមួយដុំមួយស្តេកចឹងមកយើងឆាលោកលាក់មួយចានទៅមួយគ្រួសារអាហ្នឹងមិនមែនហៅញ៉ាំទេភ្លក់បើញ៉ាំមានស្តេកម្ដុំមកគឺញ៉ាំអាំងហាន់យកទៅអាហ្នឹងបានញ៉ាំពេញលក្ខណៈចឹងគេឲ្យយើងមានសារធាតុសាច់1/4ឲ្យពេញលក្ខណៈសាច់ហើយបានបន្លែផ្លែឈើហើយពួកយើងក្មេងៗក៏មិនដែរប៉ះបន្លែផ្លែឈើមិនផងហើយគេឲ្យញ៉ាំជាតិទឹកដោះគោ1/4ទៀតបាទដើម្បីបើឆ្អឹងដើម្បីបើគេវាមានជាតិប្រូតអ៊ីនកាល់ស្យូមច្រើនណាស់ដើម្បីធ្វើឲ្យយើងលូតលាស់ធ្វើឲ្យយើងធំធាត់ហើយបានជាតិសារធាតុបាយអង្គសាលីផ្សេងៗ1/4ទៀតប៉ុន្តែគាត់អត់ទេលេងបាយមកគោមចឹងពី3ចានទៅហើយក៏ហត់សឡទៅវាអត់មានអីទាំងអស់ចឹងញ៉ាំតតាណានេះក៏ញ៉ាំតអត់មានជីវជាតិដែរជួយថាអត់ធំធាត់បានទេចឹងចង់ឲ្យមានគេហៅឡើងគីឡូសុខភាពល្អកម្លាំងបានណាបាទតតែញ៉ាំដូចខ្ញុំនិយាយចឹងហើយញ៉ាំហើយកុំភ្លេចញ៉ាំទឹកឲ្យបានយ៉ាងហោច2លីត្រហើយអ្នកស្គមស្លេកស្លាំងហ្នឹងគាត់ថាគាត់ឡើងគីឡូ1ហើយសួរគាត់មកញ៉ាំទឹកប្រហែលពីច្រើនម្ដងបើគេឲ្យញ៉ាំនឹងហោចណា2លីត្របាទហើយគាត់ញ៉ាំហើយសួរគាត់ថាគាត់ធ្វើអីទេដែលហាត់ប្រាណអត់សោះទៀតបើអត់ហាត់ប្រាណទេក៏សកាយើងអត់ចលនាទេសេរីយើងអត់ដើរទេអញ្ចឹងវាហាក់បីជាកាំងក្រិនហ្នឹងឯងអញ្ចឹងគេឲ្យយើងហាត់ប្រាណបាទអញ្ចឹងញ៉ាំឲ្យគ្រប់គ្រាន់គ្រប់បរិមាណម្ហូបក្នុងចំនួនម្ហូប4ក្រុមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហាត់ប្រាណជាប្រចាំគឺយើងគ្រប់ហើយបើយើងមិនឡើងគីឡូមិនមែនថាយើងសុខភាពល្អទេសំខាន់ឲ្យយើងគេងលក់ស្ងប់ស្រួលងើបឡើងស្រឡះមុខមាត់ហើយមានកម្លាំងធ្វើការហើយបំពេញតម្រូវការខ្លួនយើងទៀតហើយមិនហត់មិនប៉ះតកិច្ចពេលយប់ឡើងពេញតម្រូវការទៅការមិនអត់មានបាក់កម្លាំងហត់អាហ្នឹងបានយើងហៅថាយើងញ៉ាំគ្រប់គ្រាន់ជីវភាពបាទក្រៅពីហ្នឹងទៀតការញ៉ាំយប់នេះមិនមែនជាដំណោះស្រាយដើម្បីឡើងគីឡូទេព្រោះញ៉ាំយប់បង្ហាញថាយើងមានបញ្ហាផ្លូវចិត្តទី1ទី2អ្នកញ៉ាំយប់គឺសម្បូរតែបញ្ហាផ្លូវចិត្តទី3អ្នកញ៉ាំយប់គឺដេកអលក់ទេព្រោះកាពះយើងអត់ត្រៀមខ្លួនដើម្បីគេងទេត្រៀមខ្លួនដើម្បីកិនម្ហូបដូច្នេះហើយការគេងរបស់យើងគឺនឹងពជាតាមនឹងពេលពជាគេងមិនលក់គេងមិនស្ងប់ស្អែកឡើងគឺងើបឡើងមិន fresh មិនស្រឡះមុខមាត់អញ្ចឹងការគេងហ្នឹងគឺប៉ះទង្គិចទៀតប៉ះទង្គិចដល់សុខភាពទៀតហើយការគេងការញ៉ាំយប់ហ្នឹងមិនមែនសន្មតថាឡើងគីឡូទេភាគច្រើនចុះគីឡូវិញទៀតព្រោះវាប៉ះទង្គិចនឹងការដំណើរការប្រចាំថ្ងៃរបស់គាត់ហ្នឹងហើយការញ៉ាំយប់ហ្នឹងគឺប៉ះទង្គិចដល់បេះដូងពីព្រោះម្ហូបដែលយើងញ៉ាំហ្នឹងវានឹងបន្សល់ទុកជាតិខ្លាញ់ដែលអត់ដំណើរការអាជាតិខ្លាញ់ហ្នឹងវាថ្ងៃក្រោយស្ទទុកក្នុងសរសៃឈាមហ្នឹងឯងថ្ងៃក្រោយវាធ្វើឲ្យឈាមឡើងបញ្ហាវិញឆ្ងាយទៀតហើយម្យ៉ាងទៀតផងដែរវាធ្វើឲ្យនាំយើងមានបញ្ហាគេហៅរោគជំងឺ eating disorder បាទការជំងឺរោគញ៉ាំមិនប្រក្រតីបាទយូរទៅគឺបកកវិញច្រើនណាស់ហើយបើយើងគិតទៅការញ៉ាំយប់នេះពេលយើងញ៉ាំឲ្យដេកហើយម្ហូបអត់កិនទេម្ហូបអត់កិនវានៅអាស៊ីតដែតពេលហ្នឹងជូរប៉ុណ្ណឹងឯងអញ្ចឹងយើងនឹងភើកាពះយើងនឹងច្រាឡើងយូរទៅខូចកាពះទៀតអញ្ចឹងការញ៉ាំយប់នេះគឺមានបញ្ហាច្រើនណាស់មានតាំងពីបញ្ហាបេះដូងបញ្ហាឡើងឈាមបញ្ហាឡើងទឹកនោមផ្អែមបញ្ហាគេហៅថារោគជំងឺធាត់បាទមិនឡើងគីឡូបញ្ហាជំងឺធាត់ឡើងគីឡូផ្សេងជំងឺធាត់ផ្សេងបាទអាឡើងជំងឺធាត់ហ្នឹងពិបាកព្យាបាលណាហើយបញ្ហាបេះដូងនេះក៏ពិបាកដែរហើយបញ្ហាឡើងឈាមនេះក៏វិជ្ជមានដែរតែបញ្ហាខ្លាំងជាងគេគឺទឹកនោមផ្អែមជាងបាទអញ្ចឹងបញ្ហាទាំងបេះដូងទាំងទឹកនោមផ្អែមទាំងជំងឺធាត់ទាំងផ្លូវចិត្តហើយទាំងក្រពះដូច្នេះហើយជិះវៀងញ៉ាំអញ្ចឹងសុខចិត្តញ៉ាំពេលវេលាតាមធម្មតា
ហើយហាត់ប្រាណហើយគ្រប់ជីវជាតិបាទហើយញ៉ាំទឹកឲ្យត្រឹមត្រូវតាមបរិមាណដែលគេណែនាំសុខភាពល្អហើយអញ្ចឹងណាបាទហើយបើយើងនៅតែស្គមទៀតយើងសិក្សាមើលតាមមកពីអីយើងសួរពេទ្យតែស្គមហ្នឹងជួនកាលអ្នកខ្លះគាត់ស្គមគាត់ធ្វើការចេះឈប់ឯងមមាញឹកដឹងខ្លួនឯងចេះហត់ឯងចេះធ្វើភ្លេចខ្លួនខ្សោះហ្មងជួនកាលគាត់មានរោគតៃរ៉ុយរោគពងកនេះអរម៉ូនពងកគាត់ចេញមិនប្រក្រតីធ្វើឲ្យគាត់សកម្មហួសបរិមាណដូច្នេះគាត់ខ្សោះហ្មងអត់ដឹងខ្លួនទេអញ្ចឹងគឺស្គមតៃល្វៃក្តៅខ្លួនស្គីងរហូតអាហ្នឹងមកពីរោគតៃរ៉ុយនេះពងកណាដែលគាត់បញ្ចេញ stimulating hormone thyroid stimulating hormone ហ្នឹងគឺវាអត់ធម្មតា